ខ្ញុំឃើញវីដេអូបងប្អូនខ្មែរយើងនៅខ្មែរសរិនដែលពីមុនពួកគាត់អាចហៅខ្លួនឯងថាខ្មែរសរិនខ្មែរសរិនឬខ្មែរបុរីរ៉ាមខ្មែរស៊ីសកេតខ្មែរសរិនអ្នកខ្មែរក្រមមិនដេចគ្នាទៅលើប្រាប់អុយភាសាក៏អ្នកមកភាសាស្ដាប់គ្នាក៏មិនដេញរឿងអញនៅប្រទេសសៀមអញស្ដាប់ខ្មែរក្រមមិនដេញរឿងណាន់តែថាគេនិយាយភាសាអុយกูเป็นคนไทยสัญชาติไทยกูอยู่จังหวัดสุรินทร์สนับมึงมาสุรินทร์จะบ้าฮะอ่ะไม่เยอะไอ้เด้งจังหวัดสุรินทร์นะรอเรือไม่ต้องชัดอ่ะขโมยอ่ะก็ไม่มองใหญ่ถ้าเบอร์แน่จริงนี่อย่าพูดภาษาเขมรว่ะkhông như để cười nhân tài đưa nông cả xui đưa nông cả ơi nhưng cười nông tam bồn bia lúcนี้เนี่ยคุณเห็นไรเนี่ยต้องทำกับแม่เนี่ยแม่นางฐานะที่cườiก็ตามโอนสายเลือดเดียวกันนกเราเสด็จดูจังหวัดสุรินทร์ต้องตัดขาดไปลูกกระสุนปีกองปีโอนคนเนี่ยตัวเป็นเฮ้ยตัดเลยเด้อเอาโอนมานั่งฟังเลยតែខ្ញុំនៅពេលដែលខ្មែរថៃយើងមានបញ្ហាព្រំដែនក្នុងគណៈពេលថ្មីនេះឬក៏កំពុងតែមាននេះខ្ញុំឃើញមានបងប្អូនខ្មែរយើងនៅខាងលើឥឡូវខ្ញុំសូមនិយាយហៅថាខ្មែរយើងចុះព្រោះពួកគាត់និយាយភាសាខ្មែរណាហ្នឹងហើយដោយឡែកនៅក្នុងវីដេអូហ្នឹងឃើញគាត់បញ្ចេញជាប្រតិកម្មថាហៅខ្លួនឯងជាថៃសរិនឬក៏សៀមសរិនសៀមសរិនអញ្ចឹងខ្ញុំមានអារម្មណ៍ថាដូចជាមិនអស់ចិត្តនឹងពួកគាត់ណាដែលទៀងខ្លួនគាត់និយាយភាសាខ្មែរពេញមាត់ហើយគាត់តាំងខ្លួនគាត់ពីមុនថាជាខ្មែរសរិនឥឡូវគាត់ហៅខ្លួនគាត់ជាសៀមសរិនមិនមែនទាំងអស់ទេណាខ្ញុំនិយាយសម្រាប់បងប្អូននៅទីនោះមួយចំនួនដែលគាត់ចេញវីដេអូមក react មកជេរខ្មែរយើងនៅស្រុកខ្មែរមកថាឲ្យជាពិសេសគាត់មានអ្នកខ្លះគាត់ធ្វើវីដេអូកាត់ការលោកតាសុចអីជាដើមមានច្រើនពួកខ្ញុំអាចចេះស្ដាប់ភាសាថៃបានមួយចំនួនធំដែរអញ្ចឹងរឿងពាក់ព័ន្ធទៅនឹង react ជាភាសាថៃខ្ញុំស្ដាប់បានច្រើនខ្ញុំបានដឹងរឿងច្រើនតែខ្ញុំអត់បានទៅតបតឲ្យពួកគាត់គាត់ស្ដាប់បានជាពលមានតែអ្វីដែលសំខាន់អ្វីដែលធ្វើឲ្យខ្ញុំមានអារម្មណ៍អាចថាអន់ចិត្តឬក៏សោកស្ដាយជាខ្លាំងគឺថ្មីឃើញមានបងប្អូនយើងសាច់ឈាមតែមួយតែឥឡូវគេអាចថាគេកាត់ការខ្លួនគេចេញពីសាច់ឈាមយើងដោយគេរាប់ខ្លួនគេជាសៀមសរិនគេមិនមែនដូចយើងដឹងពីមុនពួកគាត់ហៅខ្លួនគាត់ជាខ្មែរសរិនខ្ញុំជឿថានៅក្នុងនោះវាមិនមែនទាំងអស់ទេវាមានមួយចំនួននោះទេវាមានតែមួយចំនួនទេដែលលក្ខណៈថាគាត់យើងនិយាយគាត់ថារៀងជ្រុលនិយមបន្តិចអញ្ចឹងគាត់ទៅកាន់ជើងខាងថៃមិនមែនឲ្យគាត់មកកាន់ជើងខាងយើងទេក៏ប៉ុន្តែបើសិនជាខ្ញុំជាគាត់វិញក៏ខ្ញុំអត់ធ្វើដូចគាត់ចេញវីដេអូមក react ជេរខ្មែរឬជេរអ្នកដែលកាន់ជើងឬក៏នៅ support គ្រប់គ្រងមិនឲ្យមានការឆ្លោះតបតគ្នាអញ្ចឹងដែរណាវីដេអូនេះខ្ញុំចង់រំលឹកបងប្អូនតិចឥឡូវសម្រាប់អ្នកដែលគាត់គិតថាអញ្ចឹងក៏អញ្ចឹងតែខ្ញុំជឿថាមិនមែនទាំងអស់ទេឈាមជួបងប្អូនឈាមជួយ៉ាងណាក៏នៅតែឈាមជួអ្នកដែលគាត់ចេញមកគឺអានឹងជារឿងរបស់គាត់ប៉ុន្តែខ្ញុំគិតថាមិនច្រើនភាគរយច្រើនជាងអ្នកដែលមានឈាមជួខ្លួនឯងជាខ្មែរដែលគាត់មិននិយាយគាត់នៅក្នុងប្រទេសថៃអញ្ចឹងគាត់អ្នកដែលគាត់ចេញមកហ្នឹងខ្ញុំអាចថាគាត់រៀងជ្រុលបន្តិចទៅអ្នកដែលគេមិនចេញនៅក្នុងបេះដូងរបស់គាត់ជាពិសេសមនុស្សចាស់ដែលគាត់មានដិតដាមពីរឿងមុនមកប្រវត្តិសាស្ត្រអីខ្លះគឺគាត់មិនចេញមកអញ្ចឹងទេអញ្ចឹងណាបងប្អូនហើយខ្ញុំឃើញមួយរយៈនេះឃើញបងប្អូន share ច្រើនពាក់ព័ន្ធទៅនឹងរឿងអ្នកបុរាណវិទ្យាឬអ្នកប្រវត្តិសាស្ត្រនៅសូមមិនបុរាណវិទ្យាអ្នកប្រវត្តិសាស្ត្រថៃដែលជាពិសេសចាស់ព្រឹត្តិការណ៍ដែលគាត់និយាយខ្ញុំសូមឲ្យបងប្អូន share វីដេអូនឹងឲ្យបានរឹតតែច្រើនណាព្រោះថៃភាគច្រើនគាត់ខ្ញុំមិនដឹងថាគាត់ជាពិសេសគឺអ្នកដឹកនាំគេគាត់ព្យាយាមគេហៅ brand wash លៀងក្បាលរៀងខួរក្បាលប្រជាជនឲ្យយល់របៀបអញ្ចឹងក៏ប៉ុន្តែក៏មានមួយចំនួនគឺគេនិយាយត្រូវដូចជាតាខ្ញុំអត់ចាំឈ្មោះទេតែមានពីមុនខ្ញុំតាមដានតែម្នាក់តែខ្ញុំឃើញបងប្អូនយើងគាត់ share ចែកម្លែកមកមិនមែនមានច្រើនណាស់និយាយពីប្រវត្តិសាស្ត្រខ្មែរចេញពីណាខ្ញុំឮគាត់និយាយតាំងពីរឿងតាតសក់ផ្អែមខ្ញុំឮគាត់និយាយតាំងពីរឿងបថោងតោងស្បៃនាងនាគខ្ញុំឮគាត់និយាយរឿងច្រើននិយាយអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនជួយ share នៅវីដេអូបែបហ្នឹងដែលនិយាយជាភាសាថៃហ្នឹងហើយដែលមាននិយាយជាភាសាថៃឲ្យច្រើនទៅអាចថៃវាឃើញថៃខ្លះក៏ខ្ញុំគិតថាមិនដែរឃើញអញ្ចឹងយើងជួយ share ទៅមានអី share តទៀតទៅខ្ញុំឃើញបើនិយាយភាសាថៃនឹងអាចឃើញបានអាហ្នឹងមួយណាបងប្អូនពេលខ្លះបងប្អូនដែលអានេះខ្ញុំនិយាយចេញជាទៅមួយបែបទៀតពាក់ព័ន្ធទៅនឹងហេតុអីបានថៃខ្លះចេញមក react សុខចិត្តកាត់ខ្លួនឯងថាទៅជាសៀមសរិនមិនមែនជាខ្មែរសរិនដូចពីមុនដែលយើងធ្លាប់ឮទាំងតែគាត់ហាមាត់មកគាត់និយាយភាសាខ្មែរ
cho nơi khang bay khang mùi tiệt khang khang cao dương ở đại khơi bay khang cao na tranh màu nó bây giờ dương miền vị Việt Việt sầm đây cho mùi khang yuan khang Việt Nam mà đại khơi phải cào dương tranh mình chân bóng phun mùi cho nuốn bay giờ ai đang tham mùi lại đấy nhưng chưa tha anh ấy vì ai bẹp ponแต่หนึ่งการุสารพิษในการุเนื้อบอกผู้กวาดเนี่ยในไทยเนื้อยูนเนี่ยในทางไทยสุรินทร์บุรีรัมย์ไอ้เกมีนสารพิษรุ่นเนื้อภายในภาษาจีนในทางกิจกรรมภาษาจีนในทางขมายหรือก็ทางขมายกรรมจิกรรมจังเกษตรจัดเจริญในตัวข้างในกิจกรรมสู้นั้นจีนกิจกรรมปีสิจีดามกับนาปีเชียมโจบอกเกนั่นจีขมายปีมดมานั่นเรื่องมวยแต่เบอร์เซนยังกับเล็กตัวข้างขมายกรรมจิกรรมนะยังเคยผูกกอดชีเยี่ยมตัวใบมีการรัฐบัตเพื่อตกโตเหมือนนึงมาดอรอไงแต่ยังมือผูกกอดขอบปรึงปลายสวาชีสวาหับโดยจีกอดสลายเจียดซะสิสลายชิมสลายวาปะโทสลายซอซะคลั่งไม่เด่นยมต่อสาวอภิจัดซึ่งถ้าคลั่งจริงบองโอนขมายยืงมวยจุ่มนูนได้สัตว์ในขนมโปรเตยมมันดีตั้งอ้อยบองโอนกลมตอนวีดมลายทางยมยีจังเบอร์สาวบองโอนมันตั้งอ้อยแต่มวยจุ่มนูนจีบเสบองโอนอายแต่บองโอนมาขังกล่าวสโลไอ้จังมวยจุ่มนูนได้ไปจีนดูขังกำจีกราวไปจีเมียนกลุ่มนิบสังกัดกากลุ่มนิบสังกัดเวอร์ไอ้กัดพลายบัดบองเอาไว้ได้จีตัดอัตสัญญาณจีดโดยจังกัดชิมกาปีไอ้ขังไทยวิ่งมาระยะกลางนี่ยมเมื่อปีกานี่เยปีบองโอนขมายนั่นนู้คือยมเคยเมียนบองโอนในก็เธอจี Facebook YouTube วิดีโอคือก้อนใหญ่ท่าขมายอย่างเหลือคือมันเซอร์ใหญ่ภาษาขมายโดยปีสมัยผู้กวาดพายยี่สมัยเรียกกันนะบองโอนในตุงมาอยู่สามกระแสนะแต่ขมายอย่างเหล่านี้วิจังใหญ่ภาษาขมายในเตี้ยได้nhưng cái thì muốn mình gì chứ phải lỡ bài chỉ miền cả thom thôi từ miền bọc class còn trên video gì anh ấy nhưng con này nhom dễ tam là vậy thì nhom đạp nhom mơ tại trong YouTube bật cầm đặt ná nâng bọc ổn kết luận ái rồi có bớt sẽ nhom gì được khó nhưng mà xong assist bọc ổn á này tay con nhom cho primitive pi tha rồi viên nấu thái nấu yuan bọc ổn khmai đài mình bên chỉ để change màu react nhiều pi thà luôn ai mình chỉ khmai luôn ai cứ chỉ xiêm sờ này nâng bọc ổn cái thà phụ quạt mà bài cho chứ nèจังสำหรับยมนเปเดยมลือจังยมมีอารมณ์ชื่อจับได้ยมยีจะได้ปุกขัดยีภาษาขมายให้เตียงกอดจีเชียมโจขมายนั่นไงจังยังเธอไม่เต้บาสินจีกอดมันจังกับปะท้ายเอาไว้เดี๋ยวยมเฟอร์วิดีโอนี้ยมจังเอาบองปูนขมายยังตึงออกนี้ยังตรึกึดยังเอากระสอบในนาเด็กจีจังเนื้อเอากระสอบมวยยังตื้อจีพิเศษบองปูนขมายกัมพูชีกราวบองปูนคอมพลีทปุกอดอ่อยซอนะปีเป็นที่ตื้อยมเชื่อถ้าบองโอนมาจากนู้นเลยเปคละเนี่ยคละอัดสกอลกัมจีกราวท่ากัมจีกราวจีอัดไตตัดติดได้ขมายยังพ่องบองโอนคละเนาะนะยมก็โดยคืนนี้ได้กัมยมในโต๊ะก็ยมมันดังใส่กัมจีกราวแต่เราไปยังทำดังก็ได้เชียงดอกชนามเชียงเราไปได้ยังโจเรียนได้ยังดังนะจังไม่คละก็ดังเด้ยมเมียนบองโอนในกัมจีกราวกัมจีกราวจะร้านนะบองให้มาดอเปลี่ยนเลยnhưng màได้từส่งไปแต่มาดองกับไปยมในสุขไม้ยมปองยมตัวเลี้ยงไทยบานเช้าดองแต่กำยีกร้าวnhưng màได้từดีไซน์หยอดมีอาศัยทานบองโผล่หนึ่งปุ่มได้ยมก็ดังตรูไทยก็ดังอาศัยทานเจ็ดชบ้ายังยมตัววัดกาเด้ปุ่ยมมาเจยีภาษายูนจังก็ให้ยมมาดังทาหนูนู้เกปีตนาตัวยีขมายอย่างให้ยืงเอาสลับตัวยืงจะบารมนะแต่từไทยยมชอบตัวเลี้ยงเช้าดองปุ่ยมไอเจยีไทยยมไอเจสลับไทยแต่แล้วจองแกงรายการยีแต่การสลับคือเนื้อตัวได้ไอสลับบ้านพิจารณายังยมจองอยู่แต่ยังเนื้อแต่เอากระสอบขึ้นนี่จังประตูใบจีขมายกำปีกราวหรือขมายคางสรุนซีสเกตบุรีรัมย์ไปก็ได้ยังกำตอนreact สำหรับจีเล็กขนาดติงมูตัวใบจีปูกอดเมียนเนี่ยคลาสเชงวิดีโอกัดกาลูกตาโซยกอดเชงมาจีขมายยืงกอดเชงนูกรณีจีจำนายมวยในจำนายติงสรงไงบางคนนะจังยังไอ้กึศบานแต่ยังกลมกึศติงมูlàแล้วนี่ยังจำเมื่อต่อเตียนยมเคยเหนื่อยขมายยังมวยจำนวนได้พี่ยิมซาบชอบมาขมายยังโดยจีเนี่ยดนตรีโดยจีเซนเจนสายใจคงคุยทรงแซง
អីពូឬអ៊ំអីគេសាមញ្ញឆៃអីខ្ញុំឃើញគាត់មានទំនាក់ទំនងចិត្តដិតដែរខ្ញុំមិនដឹងក្នុងចិត្តគាត់មិនទេតែបើសិនជាខ្ញុំមើលសបកក្រៅពួកគាត់នៅតែដិតដាមជាមួយនឹងខ្មែរយ៉ាងខ្លាំងជាងបងប្អូនដែលយើងធ្លាប់ឃើញគាត់ចេញវីដេអូមកអានេះខ្ញុំនិយាយតាមអ្វីខ្ញុំមើលឃើញសង្កេតទេតែបើក្នុងចិត្តមិនបងប្អូនបានឃើញអីអាហ្នឹងរឿងខ្ញុំសូមអធិស្ឋានបើសិនជាគិតខុសអាហ្នឹងយើងចាំគិតទៅតាមហ្នឹងដូចខ្ញុំថាយើងគិតតាមបុគ្គលពេលខ្លះនៅពេលដែលយើងឃើញមានបងប្អូននៅខាងលើមួយចំនួនចេញមក react យើងម៉ៅទាំងអស់ជួនកាលវាដោយទាំងអ្នកដែលគាត់នៅក្នុងចិត្តដិតដាគាត់ឈាមជួរដើមរបស់គាត់ណាបងប្អូនធ្វើឲ្យពេលខ្លះគាត់ទៅយកអន់ចិត្តមួយយើងនៅពេលដែលយើងវាយប្រហារបើបងប្អូនវាយប្រហារបងប្អូនលក្ខណៈដូចខ្ញុំទៅយើងកុំក្តោបទាំងមូលយើងនិយាយចំពោះតែបុគ្គលណាដែលចេញមកនិយាយឬបុគ្គលណាដែលមានគិតការគិតអញ្ចឹងបើសិនជាបងប្អូនដែលគាត់អត់មានការគិតរបៀបអញ្ចឹងគាត់អត់ខ្វល់ទេគាត់នៅតែស្រឡាញ់រាប់អានតែបើសិនជាយើងជេរឬក៏យើងដាក់បន្ទុកទៅទាំងអស់គាត់អាចប៉ះពាល់ដល់អារម្មណ៍របស់គាត់ណាហ្នឹងហើយតែបើសិនជាយើងលក្ខណៈដាក់ថាទៅជាបែបជាលក្ខណៈថាទៅបុគ្គលឬក៏ទៅអ្នកដែលមានគំនិតអញ្ចឹងណាអាហ្នឹងអ្នកដែលមានគំនិតអញ្ចឹងគាត់មានអារម្មណ៍ថាអូឈឺដែរណាហ្នឹងហើយអញ្ចឹងម្ដងទៀតបងប្អូនយើងកុំតាន់ជេរអីទៅគាត់ទាំងស្រុងជេរទៅបើតាមពិតមិនចង់ទេប៉ុន្តែតាមពិតខ្ញុំចង់ជេរដល់អ្នកដែលគាត់ចេញមកវីដេអូអ្នកដែលគាត់ចេញមកសិតតែគាត់ជ្រើសខាងរបស់គាត់តែអ្នកអត់ចេញមកអាចគាត់នៅ50-50ឬក៏គាត់មិនហ៊ានចេញតែខ្ញុំជឿថាមិនមែនអ្នកដែលនៅក្នុងថៃទាំងអស់សុទ្ធតែមានគំនិតដូចពួកគាត់ទេជួនកាលគេមានគំនិតផ្សេងគេនៅស្រឡាញ់ឈាមជោរបស់គេខ្មែរឈាមជោនៅតែខ្មែរត្រឡប់ទៅវិញបងប្អូនបើសិនជាបងប្អូនអាចយើងឃើញវីដេអូដែលនិយាយអំពីការនិយាយអំពីប្រវត្តិសាស្ត្រដែលពាក់ព័ន្ធជាមួយនឹងខ្មែរយើងមានច្រើនវីដេអូខ្ញុំបានមើលហើយខ្ញុំមានអារម្មណ៍ថាល្អមែនទែនយើងគួរតែជួយចែករំលែកនៅវីដេអូពាក់ព័ន្ធអញ្ចឹងឲ្យថៃឃើញពួកថៃពេលខ្លះវាសួរខ្ញុំឃើញលោកតាម្នាក់ហ្នឹងគាត់នៅពេលដែលគាត់តប comment គាត់ print ចេញពីក្នុង Facebook របស់គាត់ហើយគាត់ធ្វើកម្មវិធីគាត់ឆ្លើយខ្ញុំគេថាសំណួរខ្លះគាត់ថាមិនដឹងថាបានសំណួរនឹងឆ្នៃសំណួរនឹងពីណាមកគាត់ថារបៀបថាវាហួសនិយាយវាមិនចេញគិតថាខ្មែរអ្នកខ្លះថាខ្មែរយើងគឺជាអំបូរជាមួយចាមជាទាសកររបស់សយ៉ាមឯណាហើយខ្មែរយើងមានភាសាដោយសារគេបញ្ជូនលោកសង្ឃឯណាមកបរិញ្ញាខ្មែរយើងនៅសតវត្សទីប្រមាណអូជាក្បាលតែព្រឹទ្ធាចារ្យហ្នឹងគាត់បកស្រាយគាត់ថាអត់មានទេគាត់មានទឹកតាំងច្បាស់ហើយសូម្បីតែប្រវត្តិសាស្ត្រថៃដែលគេទៅសេនៅក្នុងប្រវត្តិសាស្ត្ររបស់គេដែលអាចថាប្រវត្តិសាស្ត្រហ្នឹងតើតអ្នកស្រាវជ្រាវបានគេទៅសិក្សាបានប៉ុន្តែក្នុងក្រសួងរបស់គេអប់រំរបស់គេគឺអត់មានទេអញ្ចឹងបានគាត់ថាបើចង់ទៅមើលបានណាអញ្ចឹងមិនដឹងថាក្រសួងគេបរៀនរបៀបម៉េចទេខ្ញុំធ្លាប់ឮថាក្រសួងខាងថៃគេបរៀនតែអ្វីដែលជារបស់គេណានៅក្នុងនេះខ្ញុំឃើញគាត់ឆ្លើយដែរថាមានមន្ត្រីខ្លះគាត់ថាយើងគិតថាខ្មែរយកដីរបស់យើងសៀមរាបបាត់ដំបងសេរីសុផុនអីអស់ហ្នឹងតែថៃខ្លួនឯងអត់បានសិក្សាពីអាមុនហ្នឹងថាមុនហ្នឹងហើយខ្មែរយកមកវិញហ្នឹងតើអាមុនហ្នឹងថៃបានពីណាអញ្ចឹងណាឃើញវាមានប្រវត្តិរបស់វាតែថៃមួយចំនួនធំអាចថាមួយចំនួនធំដោយសារប្រព័ន្ធនៃការអប់រំរបស់គេ brand wars ទៅកូនសិស្សគេបានវាអញ្ចឹងហើយខ្មែរយើងមួយចំនួនដែលគាត់នៅនោះខ្ញុំគិតថាបើសិនជាគាត់ជាមានឈាមចូលខ្មែរខ្ញុំជឿថាម៉ែឪរបស់គាត់ជីដូនជីតារបស់គាត់មុខជានិយាយប្រាប់តែគាត់ថាបើសិនជាគាត់មិនបានឬក៏ខ្សែបណ្ដាញគាត់មិនបាននិយាយតគ្នាយើងវាអាចបាត់បង់ដែរណាហ្នឹងហើយសម្រាប់វីដេអូនេះខ្ញុំគ្រាន់តែចង់និយាយអារម្មណ៍របស់ខ្ញុំឬក៏ចង់សនំពរបងប្អូនជួយ share នៅវីដេអូដែលល្អពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រដែលថៃនិយាយអំពីថៃពិតដែលគាត់ដឹងពីប្រវត្តិសាស្ត្រគាត់និយាយពីប្រវត្តិសាស្ត្រខ្មែរនិងថៃតាក់ទងនឹងអក្សរតាក់ទងលេខតាក់ទងនឹងទីតាំងភូមិសាស្ត្រនិយាយពីខ្មែរថាបោះអ្នកណាបោះណាអានឹងរឿងពិតចាំយើង share បើរឿងដែលមិនល្អជាងបាច់ហើយតាក់ទងទៅនឹងការយើងធ្វើ react អីខ្ញុំសុំមកបានបងប្អូនយើងកុំ react លក្ខណៈទៅបងប្អូនកម្ពុជាលើឬក៏ខ្មែរសរិនខ្មែរស៊ីកេតទេលក្ខណៈវាយពួកគាត់ទាំងអស់យើងវាយបើដោយបុគ្គលឬវាយដោយបុគ្គលដែលនិយាយចេញផ្ទាល់ហើយនឹងបុគ្គលដែលមានគំនិតអញ្ចឹងសម្រាប់បុគ្គលផ្សេងដែលគាត់មិនបានគិតយើងនៅតែលើកតសើគាត់ជាឈាមចូលខ្មែរយើងណាហ្នឹងហើយសម្រាប់
ហើយយើងក៏កុំភ្លេចផងដែរនៅបងប្អូនខ្មែរយើងនៅខាងកម្ពុជាក្រោមយើងត្រូវតែស្រឡាញ់ពួកគាត់ទាំងអស់គ្នាពេលខ្លះបងប្អូនខ្មែរកម្ពុជាក្រោមស្រឡាញ់យើងតែយើងអត់ស្រឡាញ់គាត់ណាអ្នកខ្លះទៅជាមើលស្រាលពួកគាត់ដែលនៅខ្មែរកម្ពុជាក្រោមដោយដែលខ្មែរលើយើងមួយចំនួនដែលនៅខាងថៃនេះមើលស្រាលមកខ្មែរយើងនៅកណ្ដាលដូចគ្នាអញ្ចឹងមានតែយើងទាំងអស់គ្នាតែជួយផ្សព្វផ្សាយគ្នាយើងជួយធ្វើមិនចងគ្នាឡើងវិញណាចងគ្នាខ្ញុំឃើញជាអ្នកខ្មែរកម្ពុជាក្រោមដូចជាឈ្មោះសាថេអ្នកថៃសាថេខ្ញុំឃើញគាត់ធ្វើទង្វើនឹងល្អមែនទេខ្ញុំសរសើរឈ្មោះថៃសាថេហើយនឹងបងស្អីមួយទៀតដែលដូចជាគាត់ស្លាប់ថ្មីខ្ញុំសោកស្ដាយមែនទែនគឺគាត់អាសាទៅថៃទៅរាប់រទៅស្វែងរកបងប្អូនទៅធ្វើការតំណែងតំណងមិនមែនបងប្អូនគាត់បានថាគាត់ព្យាយាមធ្វើការតំណែងតំណងគាត់ទៅប្រាប់ពីគាត់ថាមកពីខ្មែរកម្ពុជាក្រោមខ្មែរនៅថៃមួយចំនួនអត់អ្នកខ្លះក៏អត់ស្គាល់ថាខ្មែរយើងមាន3តំបន់ផងគេហៅតែខ្មែរលើខ្មែរក្រោមខ្មែរលើគឺសំដៅទៅលើខាងគេនៅថៃខ្មែរក្រោមគឺសំដៅខ្មែរកណ្ដាលយើងអ្នកខ្លះអត់ដឹងអ្នកនៅខ្មែរនៅថៃណាគាត់អត់ដឹងថាមានខ្មែរយើងនៅខ្មែរកម្ពុជាក្រោមទៀតខ្មែរយើងអញ្ចឹងយើងគិតមើលហើយខ្មែរកម្ពុជាក្រោមមួយចំនួនក៏អត់ដឹងថាមានខ្មែរនៅខាងលើទៀតដឹងតែខ្មែរកណ្ដាលខ្មែរបំពេញខ្មែរហ្នឹងទេខ្មែរបាត់ដំបងខ្មែរកណ្ដាលយើងនិយាយចេះអញ្ចឹងខ្ញុំឃើញគាត់ធ្វើនឹងល្អគាត់ព្យាយាមជាប់តំណែងតំណងគាត់ទៅប្រាប់ថាយើងមានខ្មែរនៅខាងក្រោមនៅខ្មែរកម្ពុជាក្រោមយើងមានខ្មែរកណ្ដាលខ្មែរលើអើយបើយើងនិយាយទៅខ្មែរយើងពីខ្លាំងមកខ្សោយរហូតនៅសល់ប្រទេសប៉ុណ្ណេះហើយនៅតែគេមិនអស់ចិត្តគេចង់នៅតែលេបតបាក់ណាតាមពិតខ្មែរយើងបើសិនជាកុំមានការអន្តរាគមន៍ពីរាជការឬក៏មួយរបបហ្នឹងប្រហែលជាអស់បងប្អូនប្រហែលដឹងសម័យបារាំងណាកុំអីហ្នឹងលបងថៃលបងសៀមហ្នឹងលបងយួនបងវៀតណាមគាត់លេបអស់បាត់ហើយនេះខ្ញុំនិយាយតាមការខ្ញុំសិក្សាហើយវិភាគខ្លួនឯងទេណាបងប្អូនមិនជឿបងប្អូនក៏មិនជឿបងប្អូនជឿក៏បងប្អូនជួយផ្សព្វផ្សាយតគ្នាដើម្បីបងប្អូនខ្មែរយើងស្រឡាញ់គ្នាណាបងប្អូនវីដេអូនេះខ្ញុំនិយាយអត់មានពាក់ព័ន្ធរឿងនយោបាយអីទាំងអស់ណាតាមពិតនយោបាយក្នុងខ្លួនយើងមានហើយតែខ្ញុំមិនចង់ឲ្យនិយាយទៅខាងនេះខាងនោះទៅមកឲ្យគេគិតថាខ្ញុំនឹងកាន់មួយខាងតែខ្ញុំនិយាយនៅក្នុងបេះដូងខ្ញុំមានថាខាងណាខាងណីឬក៏នៅកណ្ដាលខ្ញុំខ្លួនឯងខ្ញុំដឹងតែខ្ញុំនិយាយនៅកណ្ដាលហើយអត់មានពាក់ព័ន្ធនយោបាយស្រុកខ្មែរទេខ្ញុំនិយាយពាក់ព័ន្ធទៅនឹងសញ្ជាតិឈាមចូលខ្ញុំជាខ្មែរដោយសារយើងឃើញរាល់ថ្ងៃមានការប្រេះស្រាំរវាងឈាមចូលខ្លួនឯងនៅខាងលើជេឈាមចូលខ្លួនឯងនៅកណ្ដាលហើយបងប្អូនយើងនៅកណ្ដាលក៏ពេលខ្លះយើងឃើញអញ្ចឹងយើងមិនទ្រាំបានយើងទៅវិញតែការទៅវិញខ្ញុំចង់ឲ្យបងប្អូនទៅដោយចំពោះបុគ្គលឬក៏ចំដោយអ្នកដែលបានគិតសម្រាប់អ្នកដែលបងប្អូនដែលឈាមចូលយើងដែលគាត់មិនបានគិតគឺគាត់បើសិនជាយើងវាយទាំងអស់ប្រហែលជាគាត់អាចមានការអន់ចិត្តដែរណាបងប្អូនហ្នឹងហើយអញ្ចឹងបើសិនជាខ្ញុំនិយាយទៅមានការខុសឆ្គងឬក៏ធ្វើឲ្យប៉ះពាល់អារម្មណ៍បងប្អូនខ្ញុំសូមអធិស្ឋានណាបងប្អូនគោលបំណងតែមួយគត់គឺក្នុងវីដេអូនេះគឺចង់ឲ្យបងប្អូនខ្មែរយើងឈាមចូលជីខ្មែរស្រឡាញ់អោបសោកគ្នាឡើងវិញយកគំរូគ្នាកន្លែងណាដែលល្អហើយយើងបោះបង់ចោលកន្លែងណាមិនល្អហ្នឹងហើយអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនសូមដោយសេចក្តីស្រឡាញ់ពីខ្ញុំម៉ានិតបាយបាយ